សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាយធ្លីព័ត៌មានមកបងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងរឿងអនុទិនបានបញ្ជាមនុស្សទៅឲ្យវាយគំរាមអ្នកសារព័ត៌មានដែលនិយាយការពិតនៅក្នុងប្រទេសសៀមណាបងប្អូនទាំងអស់គ្នាព័ត៌មាននេះគឺកំពុងតែ viral នៅក្នុងប្រទេសសៀមហើយប្រជាជនដែលគ្រប់គ្រងអនុទិនកន្លងមកនោះគឺចាប់ផ្ដើមបើកភ្នែកធំតែម្ដងណាថាមិនអនុទិនទៅធ្វើដល់ថ្នាក់ហ្នឹងណាមិនក៏បញ្ជាមនុស្សទៅឲ្យវាយអ្នកសារព័ត៌មានដែលគេផ្សាយព័ត៌មានពិតទៅវិញណាបងប្អូនទាំងអស់គ្នាណាគឺនេះហើយជាលទ្ធផលដែលពួកសัตว์កបីសៀមដែលវាតែងតែគ្រប់គ្រងពួកអនុទិននេះដើម្បីទៅបង្កើតសង្គ្រាមជាមួយកម្ពុជាដើម្បីឲ្យវាឈរឈ្មោះជាប់ឆ្នោតនៅក្នុងប្រទេសសៀមហ្នឹងណាចឹងហើយនៅពេលដែលជួបវិបត្តិបញ្ហាសេដ្ឋកិច្ចគឺអត់មានសមត្ថភាពនៅក្នុងការដោះស្រាយទេបងប្អូនទាំងគ្នាឥឡូវនេះសារព័ត៌មានដែលគេនិយាយអំពីចំណុចខ្សោយរបស់អនុទិនដែលគេរិះគន់ណាដែលគេនិយាយថាអនុទិននឹងគ្មានសមត្ថភាពគ្មានណាភាពជាអ្នកដឹកនាំមិនអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចប្រទេសថៃបានទេគឺពួកអនុទិននេះបានប្រើអំណាចណាទៅវាយគំរាមកំហែងតែម្ដងបងប្អូនទាំងគ្នាឥឡូវកុំឲ្យខាតពេលបងប្អូនទាំងគ្នាឥឡូវយើងទៅស្ដាប់ព័ត៌មាននឹងពេញទាំងអស់គ្នាតាក់ទងជាមួយនឹងបងស្រីដែលគាត់និយាយរៀបរាប់តាក់ទងជាមួយនឹងរឿងហ្នឹងណា Oh my god ណាបងប្អូនទាំងគ្នាអនុទិនពីនេះគេខឹងអីគេខឹងគេថាហេតុអីបានជាមកសើរើរឿងរបស់គេណាគេថាគុណសម្បត្តិគេនេះទៅឆ្លៀនពៀនប្រទេសខ្មែរមិននិយាយហេតុអីក៏មកនិយាយអារឿងដែលគេអសមត្ថភាពនៅក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចនឹងវិញណាអូខេឥឡូវទៅស្ដាប់ទាំងអស់គ្នាបងប្អូនទាំងអស់គ្នាព័ត៌មានដែលនាងខ្ញុំបានជម្រាបជូនបងប្អូនទាំងអស់គ្នាកាលពីម្សិលមិញដែលថាមានពួកមន្ត្រីរាជការរបស់សៀមទៅវាយគំរាមអ្នកផ្សាយព័ត៌មានសៀមហ្នឹងឥឡូវនេះគឺបានចេញហើយអ្នកដែលទៅវាយគំរាមអ្នកកសែតហ្នឹងគឺជាមនុស្សស្និទ្ធស្នាលរបស់អនុទិនហើយបងប្អូនដឹងទេនៅពេលដែលមានព័ត៌មានហ្នឹងនឹងគេបានស្រាវជ្រាវរកមុខអ្នកដែលទៅវាយអ្នកកសែតហ្នឹងថាជាណាគេស្រាប់តែដឹងថាជាមនុស្សស្និទ្ធស្នាលរបស់អនុទិនបានចេញមកប្រកែកថាវាអត់ដែរស្គាល់ទេមិនដឹងអាហ្នឹងឈ្មោះអីទេមិនដឹងអាហ្នឹងជាណាគេទេតែបងប្អូននេះមើលសកម្មភាពវាប្រកែកថាអត់ស្គាល់និយាយឲ្យចំណាបងប្អូនទាំងអស់គ្នាឥឡូវនេះប្រជាជនសៀមកំពុងតែបៀមឈាមពេញមាត់ហើយព្រោះក៏មិនពិបាកអាលេបក៏មិនកើតដោយសារនាយករដ្ឋមន្ត្រីវារើសដោយដៃខ្លួនវាបងប្អូនក៏ជាបានដឹងហើយថាអនុទិនវាជាប់ឆ្នោតដោយសារតែវាយកពីបញ្ហាព្រំដែននិងសង្គ្រាមដែលវានឹងធ្វើការឈ្លានពានមកលើដីខ្មែរយើងនឹងយកធ្វើជាប្រធានបទអញ្ចឹងប្រជាជនសៀមដែលមានខួរក្បាលក្របីនិងពួកវាស្រែកឃ្លានសង្គ្រាមនឹងវាត្រូវការនាយករដ្ឋមន្ត្រីពីលបាត់ផ្សារដោយអនុទិនមកដឹកនាំប្រទេសឥឡូវនេះលទ្ធផលពួកវាកំពុងតែទទួលបានហើយគេហៅថាបាបបន់មានពិតណាបងប្អូនណាឥឡូវអនុទិនគឺធ្វើចរិតពីលប្រៃផ្សៃហើយនឹងមហាផ្ដាច់ការបងប្អូនការពិតណាអ្នកណានិយាយពាក្យពិតនៅក្នុងប្រទេសសៀមមានការរិះគន់ទៅខាងគណៈបកអនុទិនឬក៏ទៅរិះគន់ទៅលើអនុទិនផ្ទាល់ហ្មងគឺដឹងតែមានការគម្រាមកំហែងនិងមានការទៅរករឿងដល់ប្រទេសឥឡូវនេះចាប់ផ្ដើមហើយភ្លឺភ្នែកចាប់ផ្ដើមវាថាហ៊ានតែខ្ជិះឈាមមកខ្មាស់ខ្មែរយើងដោយសារវាអ្នកជ្រើសរើសខ្លួនវាបងប្អូនទង្វើពីលរបស់អនុទិនមិនមែនរឿងមួយតិចតួចទេណាការប៉ັດត្រូវបានបង្ហាញម្ដងតិចហើយវានៅក្នុងព័ត៌មាននេះវាយកខ្ញុំនឹងទៅចុះផ្សាយវាខឹងខ្ញុំវាថាខ្ញុំនេះមួយថ្ងៃហ្នឹងគឺតែតាមដានរឿងប្រទេសជាតិវាមិនមួយថ្ងៃហ្នឹងចាំតែជន់ប្រទេសវាអញ្ចឹងរឿងព័ត៌មានក្នុងប្រទេសខ្លួនឯងមិនព្រមធ្វើផងទេខ្ញុំចង់ប្រាប់ពួកចៅប្រៃសៀមថាចេះខ្ញុំមិនមែនអ្នកផ្សាយព័ត៌មានទេណាខ្ញុំគ្រាន់ជាអ្នកឌីលក្បាលសៀមហើយខ្ញុំមកអង្គុយចំណុចនេះក៏តាំងពីដើមសង្គមមក social media មានរាប់សិបឆ្នាំហើយក៏ខ្ញុំមិនដែលលេងតាម social media ក្នុងការនិយាយអញ្ចឹងដែរប៉ុន្តែដោយសារតែមានការឈ្លានពានពីចៅប្រៃសៀមមកលើទឹកដីខ្មែរខ្ញុំទៅបានមានមុខខ្ញុំមកអង្គុយអញ្ចឹងដើម្បីឌីលក្បាលវាដើម្បីវាយបកព័ត៌មានខ្លាំងៗវាហើយព័ត៌មាននៅក្នុងប្រទេសព័ត៌មានណាដែលខ្ញុំគួរយកមកជម្រាបជូនបងប្អូនអរគ្នាខ្ញុំនឹងយកមកជម្រាបជូនជាពិសេសរឿងអយុត្តិធម៌រឿងដែលមិនសមរម្យអានឹងខ្ញុំមានការយកមកបកប្រែខ្លះអញ្ចឹងណាប៉ុន្តែគោលដៅរបស់ខ្ញុំគឺខ្ញុំបានដាក់ហើយគឺខ្ញុំយកតែព័ត៌មានសៀមយកមកវាយប្រហារតបតជាមួយវាតែប៉ុណ្្នឹងអញ្ចឹងហើយសម្រាប់ការដែលខ្ញុំយកព័ត៌មានវាមកតបតមកវាបកទៅពួកវានោះគឺពួកវាខឹងខ្ញុំដោយសារខ្ញុំយកការប៉ັດទៅនិយាយវាថាខ្ញុំនេះមួយថ្ងៃចេះដឹងរឿងវាហើយចុះពួកវានោះមួយថ្ងៃមិនយកទៅព័ត៌មានខ្មែរយើងយកទៅវាយប្រហារយកទៅសោចចំអកយកទៅមើងងាយអីមិនចង់ឲ្យអញអង្គុយស្ងៀមហើយអញក៏យកការប៉ັດមកឌីលក្បាលហើយខឹងខ្ញុំបងប្អូនខឹងតែក្បាលតែកតុយហើយចូលខ្ញុំនិយាយរឿងអនុទិនតទៀតបងប្អូនចាំបានថាប៊ិនជមីននេះអាមួយមេ scammer ដ៏ធំជាងជីនស៊ីទេណាដែលប៊ិនជមីនជនជាតិគេនេះវាមិនថតរូបស្និទ្ធស្នាលមិនមែនតែម្ដងពីរដងទេណារាប់ដងមិនអស់អង្គុយស៊ីបាយជាមួយគ្នាមានការស្និទ្ធស្នាលគៀកកគ្នាប៉ុណ្ណឹងអនុទិនបកកាយថាដែរស្គាល់អាប៊ិនជមីននឹងទេអាប៊ិនជមីននឹងគ្រាន់តែជាមនុស្សដែលស្គាល់តាមគេទេតែមានភាពស្និទ្ធស្នាលទេហ្នឹងហើយអត់មានភាពស្និទ្ធស្នាលសោះអាប៊ិនជមីននឹងជាមួយអនុទិនថាស្អីក៏ស្អីក៏នៅបកកាយចេញដែរណាឥឡូវនេះអាកូនចៅវាដែលជាមនុស្សចំណិតរបស់អនុទិននេះដើរវាយអ្នកកសែតវាចេញមកបកកាយថាខ្ញុំដែរស្គាល់ទេតែនឹងឈ្មោះអីផងអត់ដែរស្គាល់ដូចចាំមីយាយអេមួយដែលឌីលខ្មែរយើងដែលមើងងាយខ្មែរយើងដែលឈ្មោះមីយាយអេហ្នឹងមិនខំប្រឹងជួយឃោសនារកស្លឹកឆ្នោតឲ្យអនុទិន
ស្រាប់ដល់ពេលអនុធានជាប់ឆ្នោតហើយនិយាយនឹងពឹងរឿងឲ្យជួយកូនក្នុងការទិញកំភ្លើងតិចយកមកទុកនឹងដៃដើម្បីការពារខ្លួនអនុធានថាទេហេតុអីមិនត្រូវមកពឹងតែស្គាល់ផងគ្មានភាពស្និទ្ធស្នាលហើយកុំដឹងទេចង់ទិញទឹកដាក់ច្បាប់ដាក់អីណាឆ្លោះគ្នាជាមួយយាយអេទៅអានេះគឺចរិតរបស់ថ្នាក់ដឹកនាំសៀមដែលវាចង់បានតែខ្លួនវាឥឡូវនេះគេហៅថាកម្មមានពិតវាគ្រប់គ្រងអនុធានធ្វើជានាយករដ្ឋមន្ត្រីដើម្បីឲ្យអនុធាននេះអនុញ្ញាតឲ្យមានសង្គ្រាមដើម្បីធ្វើការឈ្លានពាននឹងកំទេចប្រទេសខ្មែរយើងឥឡូវចរិតអនុធានធ្វើជានាយកធ្វើជាថ្នាក់ដឹកនាំនៃប្រទេសសៀមវាធ្វើចរិតពីលប្រៃផ្សាយជាមួយនឹងប្រជាជនវាខ្លាំងមែនទែនអត់ខ្វល់អាណាប្តឹងអញប្តឹងទៅគ្មានអាណាធ្វើក្បាលអនុធានបានទេណាដោយសារអីអនុធានបកែក្រាបលូនដល់ដីជាមួយនឹងបាតជើងស្រេចសៀមវាអញ្ចឹងបងប្អូនសាកគិតមើលតើអាណានៅក្រៅអនុធានក៏10កូនហ្នឹងហើយអាណាដកក្បាលវាបានទៀតអញ្ចឹងអាពីលនេះគ្រប់គ្រងប្រទេសនោះល្អហើយប្រទេសសៀមចាំមើលកឆាពេញប្រទេសឆ្នាំញៀនពេញប្រទេសឥឡូវអីទៀតបើអនុធានវាថាកឆាគឺជាមុខចំនួនមួយដែលស្របច្បាប់នៅក្នុងប្រទេសសៀមហើយកឆានេះអាចយកមកធ្វើជាសាប៊ូអាចយកមកធ្វើជាថ្នាំស្អីណាសពគ្រប់បែបយ៉ាងរបស់វាកុំខ្វល់ណាដល់គេហៅថាដល់វសាដល់យុគរបស់ពួកសៀមឲ្យដល់ត្រូវរលាយណាបងប្អូនឥឡូវនេះចរិតដែលវាតែងតែមើងងាយមកដល់ប្រទេសខ្មែរយើងកាលពីមុនណាថាប្រទេសយើងនេះគឺជាប្រទេសមួយដែលផ្ដាច់ការមិនអាចនិយាយបានតាមពិតមានតែប្រទេសវាទេកាលពីមុនខ្ញុំមិនដឹងទេតែឥឡូវខ្ញុំមានសិទ្ធិក្នុងការនិយាយប្រជាជនគ្រប់គ្នាមានសិទ្ធិក្នុងការផុសក្នុងការទាមទារយុត្តិធម៌ឲ្យខ្លួនឯង social media បងប្អូននិយាយការពិតកុំប្រើពាក្យជេរប្រមាថបងប្អូនទាមទារអាចរកយុត្តិធម៌ឲ្យខ្លួនឯងបានសូមនិយាយដោយពាក្យពិតប៉ុន្តែការដែលបងប្អូនយកការជេរប្រមាថគេយកមកផុសជាសាធារណៈវាគឺជារឿងមួយដែលមានកំហុសបងប្អូនត្រូវចាំទេមុននឹងបងប្អូនចង់ធ្វើអីប្តឹងផ្ដាល់អីបងប្អូនកុំផុសជេរបចោលគេអាហ្នឹងមិនមែនគេចេះតែចាប់ទេអានេះជាការពិតសិទ្ធិរបស់ប្រជាជនខ្មែរយើងឥឡូវគឺមានសិទ្ធិច្រើនខ្លាំងមែនទែនមិនមែនដូចពួកសៀមទេឥឡូវអាណាហ៊ាននិយាយការពិតគឺពួកពីលនឹងទៅដល់ផ្ទះវាយគម្រាមកំហែងបើមិនអញ្ចឹងទេគឺទេទៅគម្រាមបណ្ដោយហើយបងប្អូនដឹងទេអាកាន់ចំកម្លាំងនេះគឺត្រូវបានពួកមន្ត្រីធំអ្នកដែលស្និទ្ធស្នាលជាមួយអនុធានហ្នឹងតែទៅគម្រាមវាពួកអាកាន់ចំកម្លាំងនេះគេបានសោកក្បាលចូលមកជួយរឿងហ្នឹងហើយដើម្បីរកយុត្តិធម៌ឲ្យពួកអ្នកខ្សែហ្នឹងដែលត្រូវគេផ្ទះកដាមាត់ហ្នឹងឥឡូវគឺវាហ្នឹងចេញមកនិយាយថាទោះបីជាអ្នកធំណាទេមកនិយាយសម្រាប់សម្រួលឬក៏គម្រាមយ៉ាងណាក៏វាអត់ខ្វល់ដែរគឺវាត្រូវការរកយុត្តិធម៌ណាបងប្អូនអានេះឲ្យប្រទេសសៀមបងប្អូនណាហើយខ្ញុំសង្ឃឹមថាប្រជាជនខ្មែរយើងនិងប្រទេសខ្មែរយើងនឹងមានការដើរទៅមុខរកភាពវាថាសេរីភាពរកភាពត្រឹមត្រូវនិងជាពិសេសនោះគឺខ្ញុំសង្ឃឹមថាភាពនៃអំពើពុករលួយក្នុងប្រទេសយើងនឹងលែងមានទៀតដើម្បីឲ្យសេដ្ឋកិច្ចនៅប្រទេសជាតិយើងមានការរីកចម្រើនកាន់តែខ្លាំងដើម្បីយកឈ្នះនៅពាក្យដែលពួកចៅប្រៃសៀមនេះឌីលមកប្រទេសខ្មែរយើងជារៀងរាល់ថ្ងៃនេះគឺជារឿងមួយដែលពួកយើងត្រូវតែរួបរวมគ្នាធ្វើទាំងថ្នាក់ដឹកនាំទាំងប្រជាជនខ្មែរវាជារឿងមួយដើម្បីជាតិខ្មែរយើងណាបងប្អូននេះគូហេតុខាងនេះនឹងហើយបងប្អូនអរគ្នាប្រហែលជាតាក់ទងជាមួយនឹងរឿងគេទៅគម្រាមទៅគម្រាមអ្នកខ្សែហ្នឹងគឺនៅក្នុងកម្មវិធីមួយហ្នឹងគឺដូចជាហៅអាកាន់ចំបលាំងទៅបងប្អូនអរគ្នាអា BA អាចហ្នឹងគឺគេហៅវាទៅសភាហើយនៅក្នុងហ្នឹងអា BA អាចហ្នឹងគឺវាបាននិយាយតាក់ទងជាមួយនឹងថាវានឹងខំជួយណាខំជួយផ្ដល់ជំនួយផ្ដល់អីច្រើនខ្លាំងមែនទែនណាដើម្បីទៅឈ្លានពានខ្មែរហ្នឹងហេតុអីបែរជាមកបន្ទោសវាមកថាឲ្យវាមកឲ្យវាបិទមាត់ឈប់ឲ្យវានឹងធ្វើការងារអីទៅទៀតណាអញ្ចឹងវាមកទួយសោកនៅក្នុងកម្មវិធីមួយហ្នឹងហើយបន្ទាប់មកកម្មវិធីមួយហ្នឹងក៏ត្រូវបានអនុទានហ្នឹងទេមកជេរទេមកគម្រាមណាអនុទានប្រើដៃជើងវាហ្នឹងឲ្យទេមកគម្រាមទេមកអីថាឈប់ឲ្យមានការនិយាយណាបងប្អូនអរគ្នាហើយអាកាន់ចំបលាំងហ្នឹងគេលឺអញ្ចឹងគេចេញមុខមកណាមកការពារណាការពារស្រាប់មានអីខាងអនុទាននេះវាចេញមកជេរអាកាន់ចំបលាំងហ្នឹងទៀតបងប្អូនឥឡូវវាឆ្លោះគ្នាបាច់បាក់សាមគ្គីទៀតវាលាយបងប្អូនអរគ្នាហើយចំមកស្ដាច់10គុតនោះទៀតមិនដឹងទៅណាទៅណីទេណាស្ដាច់នឹងលេលើគេវាទៅឆ្វេងទៅស្ដាំហ្នឹងណាបងប្អូនអរគ្នារហងៃហ្នឹងណាស្ដេច10គុណគេថាគេកំពុងតែធ្វើត្រូវហើយគេកំពុងតែគ្រប់គ្រងនាយករដ្ឋមន្ត្រីរបស់គេត្រូវហើយណាឲ្យការពារព្រំដែនគេប៉ុន្តែអាពួកនាយករដ្ឋមន្ត្រីនេះវាខូចបងប្អូនអរគ្នាណាវាមកឈ្លានពានទឹកដីខ្មែរយើងហើយវាទៅភូតផងអាស្ដេចនឹងចេះចុះទៅហើយស្ដេចនឹងចេះតែជឿទៅបងប្អូនអរគ្នាណាវាអត់ដឹងខ្យល់អីទេបងប្អូនអរគ្នាណាវាចិត្តទៅមកឈូសវិញឯងដឹងខ្យល់អីទៀតបងប្អូនអរគ្នានេះហើយជាពួកអាសៀមណាជាពូជសៀមបងប្អូនអរគ្នាណាបងប្អូនអរគ្នាហើយចាំមើលតទៅទៀតទៅហើយឃើញគ្រូទាយណាមួយនៅក្នុងប្រទេសសៀមគ្រូទាយល្បីនឹងបងប្អូនអរគ្នាថាប្រទេសសៀមនឹងត្រូវជួបគ្រោះទឹកចំនួនធ្ងន់ធ្ងរលិចបាងកកលិចប៉ត្តយាណាគេទាយនៅចាប់ផ្ដើមតាំងពីពាក់កណ្ដាលឆ្នាំហ្នឹងទៅពាក់កណ្ដាលឆ្នាំហ្នឹងទៅបងប្អូនអរគ្នាណាគឺនឹងមានគ្រោះធម្មជាតិធ្ងន់ធ្ងរកាត់ឡើងប្រទេសសៀមសាធុសម័យដូចមាត់ទៅលោកណាឲ្យប្រទេសសៀមលាអស់ទៅណាឲ្យទឹកចំនួនជន់លិចឲ្យរំជួយដីទីក្រុងបាងកកហ្នឹងឲ្យបាក់អាគាររាប់រយរាប់ពាន់ល្វែងមកបាក់ស្រុតចុះទៅក្រោមឲ្យវាអត់លុយធ្វើឲ្យវាវេទនាឲ្យវាណានៃឲ្យវាស្គាល់នៅការឈឺចាប់ដែលវាធ្វើបាបប្រជាជនខ្មែរយើងបងប្អូនអរគ្នា
អូខេអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់ព័ត៌មាននេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាហើយតទៅនេះគឺគាត់និយាយជាភាសាថៃណាបងប្អូនគាត់និយាយជាភាសាថៃអូខេឥឡូវយើងទៅស្ដាប់ជាភាសាថៃតែម្ដងទៅហើយបន្ទាប់មកគឺនឹងបានចាប់បងប្អូនខ្ញុំចង់ឲ្យគាត់និយាយថៃអញ្ចឹងដើម្បីឲ្យអាពួកសៀមនោះវាបានលឺខ្លះអីវាចូលខមមិនជាក្នុង page ក្នុង Facebook ខ្ញុំក្នុង channel ខ្ញុំច្រើនណាក្នុង comment ណាបងប្អូនវាចូលមក comment ជាចូល comment មកថាខ្ញុំច្រើននៅពួកអាសៀមហ្នឹងណាចឹងហើយវាមានបងប្អូនខ្មែរយើងចូលទៅតប comment ជេរវាពេញហ្នឹងណាបងប្អូនហ្នឹងប៉ុន្តែដល់ពេលជេរចុះឡើងទៅវាទៅជា spam comment ហ្នឹងហើយខ្ញុំត្រូវលុបចោលអត់កើតទុកអត់កើតបងប្អូនគ្នាឥឡូវយើងទៅស្ដាប់នៅក្នុងសម្ដីជាភាសារបស់អាសัตว์សៀមហ្នឹងណាបងប្អូនគ្នាដែលគាត់ចេះដែរគាត់និយាយស្ដាប់តោះស្ដាប់ទាំងអស់គ្នាทำไมกูออกมาพูดเรื่องพวกมึงไม่ได้อ่ะมึงไม่เห็นเหรอข่าวพวกมึงทำทุกวันเนี่ยก็พูดแต่เรื่องประเทศของกูเอ้าแล้วกูก็ต้องออกมาพูดเรื่องประเทศพวกมึงบ้างไม่กูผิดตรงไหนนะแล้วมันเป็นเรื่องจริงไม่ใช่เหรออันนี้มันเป็นคนสนิทอนุทินแล้วมันทำงานอะไรกูก็ไม่รู้กูก็พูดตามข่าวที่พวกมึงออกมาเนี่ยกูพูดอะไรที่ไม่จริงนะแล้วก็ปากพวกมึงแบบนี้โดนเขาสมควรแล้วที่เขาแตะปากพวกมึงอ่ะไอ้กี่ตัวในช่องแอร์เนี่ยนะพวกมึงน่าจะสมควรโดนบ้างนะกูก็ดีใจเว้ยเวลาได้ยินข่าวว่าไอ้พวกนักข่าวโดนเนี่ยมันเป็นช่องอมรินทร์ทีวีอ่ะเพราะว่าไอ้พวกช่องอมรินทร์ทีวีเนี่ยมันเป็นช่องที่ห่วยที่สุดเลยอ่ะนี่มันเป็นนายกที่พวกมึงเลือกเองนะเห็นไหมโอ้โหเวลาอนุทินขึ้นมาเป็นนายกเรื่องดีก็เกิดขึ้นในประเทศสยามอ่ะสุดยอดเลยอ่ะกระชายาบ้าเต็มบ้านเต็มเมืองมีชื่อเสียงดังเต็มประเทศเต็มโลกเลยอะตอนนี้แล้วพวกมึงอยากได้อะไรอีกวะอันนี้เป็นนายกที่พวกมึงสนับสนุนแล้วเป็นนายกที่พวกมึงบูดให้เป็นนายกที่เพื่อจะเปิดสงกรานต์มารุกรานดินแดนของกูแล้วตอนนี้เป็นไงล่ะอนุทินเล่นกับบ้านพวกมึงแล้วใช่ไหมฮะแล้วมีใครจะกล้าไปเล่นอนุทินบ้างไม่มีค่ะเพราะว่าอนุทินน่ะมันแกล้งไอ้เรื่องกราบตีนกษัตริย์พวกมึงแล้วคนที่อยู่เบื้องหลังอนุทินก็เป็นกษัตริย์พวกมึงใครกล้าไปเล่นกันใครกล้าไปเล่นหัวอนุทินวะฮะไม่มีหรอกมึงต้องรอรับชะตากรรมพวกมึงอีก4 ปีนะคะสู้ๆค่ะแค่อีก4 ปีพวกมึงก็จะรอดแล้วจากอนุทินเป็นผู้นั้นนะคะไม่ต้องกังวลแล้ว4 ปีเนี่ยพวกมึงรอรับชะตากรรมพวกมึงว่าพวกมึงจะเจออะไรบ้างนะคะผู้นำที่พวกมึงเลือกโดยมือพวกมึงเองอย่าไปว่าอะไรเยอะแยะต้องรอรับสิ่งที่พวกมึงต้องรับนะคะ